ជ្រាបសួរបងប្អូនទាំងអស់គ្នានេះមកតាមសំណើបងប្អូនអ្នកដែលសួរខ្ញុំថា power supply និង switching វាខុសគ្នាយ៉ាងម៉េចឥឡូវខ្ញុំយករូបភាពខ្លះៗឲ្យបងប្អូនមើលណានេះគេហៅប្រដាប់សាកណែឃើញទេបងប្អូនវាមានច្រើនយ៉ាងណាអានេះបើយើងមិនមកបើបងប្អូនអត់សួរខ្ញុំក៏ខ្ញុំអត់ដឹងដែរខ្ញុំប្រើថ្ងៃក៏ខ្ញុំអត់ដឹងដែរឥឡូវឲ្យបងប្អូនមើលទាំងអស់នេះសិតតាលក្ខណៈណាតើមួយណាគេហៅថា power supply មួយណាគេហៅថា switching ពាក្យគេនិយាយខ្លីៗចុងក្រោយក៏នៅក្នុងថា switching power supply វាចូលគ្នាដូចគ្នាណាឥឡូវខ្ញុំមកនិយាយគូលត្រុសឲ្យបងប្អូនបានយល់បន្តិចមុននឹងចូលសាច់រឿងរបស់យើងswitching និង power supply អានេះគេហៅ power supply នេះគេហៅ power supply បងប្អូនឃើញទេបងប្អូនមើលអក្សរច្បាស់ខ្ញុំព្រាបបងប្អូនមើលអានេះប្រើដុំភ្លើងបងប្អូនប្រើដុំភ្លើងហើយមានគ្រឿងវាអាចសេរីបានអាចសេរីភ្លើងតាមតម្រូវការរបស់យើងតែមួយនោះវាប្រើគ្រឿងអេឡិចត្រូនិកប្រើ MOSFET ប្រើត្រង់ស៊ីស្ទ័រអីស្រេចគេចេញចរន្តគេបងប្អូនប្រើដូចគ្នាគេហៅ power supply ដែរណាតែខ្សែដែលវាចេញបងប្អូនឃើញស្រាប់ហើយទាំងដុំចេញគ្រប់ម៉ូតភ្លើងមាន3វ៉ុល5វ៉ុលមានប្រមាណ2 10មានភ្លើងប្រមាណនោះឃើញបងប្អូនអត់បាក់សេរីទេនោះគឺភ្លើងរបស់វាតែគេហៅ power supply ដូចគ្នាអានេះក៏គេហៅ power supply តែអាពីរនេះគេហៅ switching នេះពីរនេះ switching power supply ដូចគ្នាតែគេហៅខ្លីៗគេហៅ switching គឺលក្ខណៈវាអញ្ចេះឃើញបងប្អូននេះ switching រួចអាលឿងនេះគេហៅអីអានេះគេហៅប្រដាប់សាកឃើញបងប្អូនគេហៅសាក់គេគិតសេច្បាស់ចេះឲ្យបងយើងមើលបងប្អូនណែគេទៅសេច្បាស់យើងមើលបងប្អូនឃើញនេះណែសាក់ឈើណាបាក់តេរីសម្រាប់សាកដល់ពេលអានេះសម្រាប់ប្រើកុំព្យូទ័រដែរណែបងប្អូនប្រើពាក្យដុតភ្លើងផងប្រើអាគុយផងគេហៅអីគេណាគេហៅ PUS សពពេញវាថាអីបងប្អូនខ្ញុំព្រាបបងប្អូនមើលទៅ PUS គេហៅ power ស្អីគេបងមើលព្រីកមើលអស់220គេអត់បានដាក់ឲ្យយើងនេះតែអសឈ្មោះដែលគេហៅPUS នេះអានេះក៏ខ្ញុំបំលែងមកប្រើដុំភ្លើងក៏ដូចគ្នាចូលលក្ខណៈ power supply ដូចគ្នាដល់ពេលនេះចូលមកសាច់រឿងរបស់យើងមើលអានេះបន្តិចក៏បានដែរចាក់នេះគេហៅស្អីបងប្អូនលក្ខណៈយ៉ាងដូចគ្នាបងប្អូនមើលណាខ្ញុំចុចព្រីឲ្យបងប្អូនមើលទៅគេហៅ step down ណា step down បងប្អូន step down ចូល220ចាញ់210អូខេ step down គឺវាបញ្ថយភ្លើង step នេះគឺបញ្ចុះភ្លើងចូលធំយើងនិយាយភាសាខ្មែរភ្លើងចូលធំចាញ់តូចតែអា step down អា step up គេនោះភ្លើងចូលតិចចាញ់ច្រើនណាអា step up ក៏តាកតងនឹងដុំភ្លើងដូចគ្នាណាអានេះសិតតាជាលក្ខណៈstep down ទាំងអស់គ្នានេះខ្ញុំនិយាយឲ្យបងប្អូនមើលអានេះចូល220ចាញ់210លក្ខណៈរួចដល់យើងចូលយើងឃើញចេះហើយណាអានេះតាមយើងជ្រើសរើសប្រើអានេះសាច់យើងជ្រើសរើសប្រើណាតាមគោលបំណងដែលយើងត្រូវការជ្រើសរើសមកប្រើថ្ងៃនេះគឺគោលបំណងនិយាយសំខាន់គឺ switching និង power supply ឲ្យបងប្អូនយល់ហើយវាមានមួយទៀតដែលបងប្អូនអត់បានយល់ណាដែលបងប្អូនបានយល់អាទូចដែលយើងប្រើរាល់ថ្ងៃនេះអ្នកខ្លះស្គាល់ទេណាអ្នកខ្លះបានយល់ទេហៅថាប្រដាប់សាកនេះបងប្អូន adapter ក៏ប្រដាប់សាកនេះសាកទូរស័ព្ទដូចគ្នាណា
សិតប្រាប់តាទូរស័ព្ទដល់នេះគេហៅស្អីណាអានេះគឺហៅ adapter ដូចគ្នាអសធំច្បាស់គេគូលយើងត្រូវចាំបាច់ត្រូវមើលគឺ220នេះ220ណាភ្លើងដែលយើងប្រើការនេះគឺពួកនេះគឺយើងមិនអាចស្រីភ្លើងបានទេភ្លើងចាញ់13វ៉ុលកន្លះចេះ350មីលីអេមអញ្ចឹងគឺវានៅចេះយើងយកតម្រូវនេះគឺធ្វើតម្រូវរបស់ដែលយើងយកទៅប្រើយកទៅសាកវាយកសាកថ្មម៉ែយើងថាផ្ដាប់សាកតែតាមកាពិតគេហៅ adapter នេះគេ AC ទៅជា DC គេវាចូល220គឺកន្លែងនេះយើងត្រូវមើលគឺកាល110បោះជប៉ុនអីសា110លហើយយើងត្រូវមើលទាំងអស់នេះយើងត្រូវយល់សិក្សាទាំងអស់គ្នាណាយើងត្រូវសិក្សាទាំងអស់គ្នាអានេះគេហៅអីគេឲ្យបងប្អូនមើលអស់ឲ្យយល់ទាំងអស់បងនេះគេហៅស្អីនៅកន្លែងណាវិលមើលឃើញវានេះតើគេហៅអី adapter គេទៅសេច្បាស់ចេះនេះ adapter គេបងចូលមកចូលគឺគេទៅសេឲ្យយើងចាស់ចូល220ណែពី100ដល់220អានេះប្រើបានតាំងភ្លើងជប៉ុនភ្លើងយើងណាគឺវាចាញ់តម្រូវតាមឧបករណ៍ដែលយើងយកទៅប្រើវាអានេះចាញ់ 1M គេបង12វ៉ុលគឺអ្នកខ្លះអត់បានយល់ណាអ្នកខ្លះអត់បានយល់ទេណាភាគច្រើនគេហៅថាផ្ដាប់សាក៏ហៅតាមគ្នាតែផ្ដាប់សាតែគេហៅ adapter ណាអានេះចូលមកមួយទៀតចូលមកមុខទៀតហើយយើងនិយាយថា switching និង power supply តែអានេះចូលមក adapter មួយទៀតណាគឺយើងត្រូវសិក្សាយល់ទាំងអស់គ្នាអាទូចនេះគេហៅ adapter ព្រោះអីភ្លើងវាចាញ់តិច M វាចាញ់តិចគេក៏បានហៅអា power supply ហើយទេតែលក្ខណៈធ្វើការដូចគ្នា switch ដូចគ្នាអីដូចគ្នាមានដុំភ្លើងប្រើ switch ដូចគ្នា switch ឲ្យចាញ់ភ្លើងពី220ចាញ់មកភ្លើងតម្រូវការចាញ់ភ្លើងម៉ានវ៉ុលនេះគេចាញ់5វ៉ុលណាគឺចាញ់ភ្លើងម៉ានវ៉ុលចាំមើលវ៉ុលរបស់វាបងប្អូនចាំមើលណានេះចាញ់ម៉ានវ៉ុលណែ5វ៉ុលឃើញ5វ៉ុលម៉ាន2នេះគេដាក់ម៉ាន2ច្បាស់ចេះបងប្អូនគឺភ្លើងចូល210 100ដល់220គឺវាអាចប្រើតាំងពីភ្លើង100បានណានេះគឺប្រើ switching ដូចគ្នាខាងក្នុងវា switch លក្ខណៈធ្វើការដូចគ្នាតែឈ្មោះគេហៅខុសគ្នាណាចុងក្រោយចាំខ្ញុំសរុបឲ្យបងប្អូនយល់ថា switching និងអា power supply វាយ៉ាងម៉េចអាហ្នឹងខ្ញុំនិយាយឲ្យបងប្អូនយល់ពីលក្ខណៈរបស់វាទាំងអស់សិនអាទូចនេះហេតុអីគេមិនហៅpower supply មិនហៅ switching មិនគេហៅទៅជា adapter វិញណាបងប្អូនត្រូវសិក្សាយល់ទាំងអស់គ្នាណា3 4យ៉ាងយើងត្រូវយល់អ្នកខ្លះអត់ទៅបានយល់ទេបងប្អូនណាដែលថាយល់ហើយក៏បងប្អូនមិនបាច់មើលឃ្លីបខ្ញុំក៏បានដែរណាបើថាមានអីជួយខ្ញុំ comment แล้วក៏អានោះខ្ញុំអរគុណទុកជាមុនណាហើយព្រោះខ្ញុំមិនអ្នកចេះអ្នកដឹងខ្ពង់ខ្ពស់ទេគឺថាខ្ញុំធ្វើជាជាងធម្មតាណានិយាយក្រៅរឿងដែលជាងធម្មតាក្លឹបមានបទពិសោធន៍សិក្សាស្រាវជ្រាវណាទ្រឹស្ដីអីខ្ញុំអត់សូវបានប្រហែលទេណាតែអារឿងការអនុវត្តអីខ្ញុំអាចយល់បានខ្លះមកបញ្យល់ចែកចាយបងប្អូនណាហើយអ្នកខ្លះ comment ហៅខ្ញុំលោកគ្រូអីខ្ញុំអត់សូវចូលចិត្តទេណាពាក្យហៅខ្ញុំលោកគ្រូអីណាព្រោះអីខ្ញុំមានអ្នកចេះហៅខ្ញុំតែជាងធម្មតាឬក៏ហៅអ៊ំហៅអីទៅហៅពូធម្មតាមិនបាច់ហៅខ្ញុំដល់លោកគ្រូទេណាតែ comment ដាក់ខ្ញុំដល់លោកគ្រូខ្ញុំអត់សូវពេញចិត្តមកទេនេះខ្ញុំនិយាយទៅត្រង់ប្រហែលហៅខ្ញុំពូហៅខ្ញុំអ៊ំហៅខ្ញុំអីធម្មតាទៅហៅជាងបានណាហៅជាងធម្មតាក៏បានដែរស៊ូពីនេះពីនោះអីបានណាអានេះខ្ញុំនិយាយការពិតឲ្យបងប្អូនបានយល់ណាសូមកុំសូវហៅខ្ញុំលោកគ្រូពេកព្រោះលោកគ្រូថាតែគេចប់រំដាប់វិស្វករអីគេនេះចេះទ្រឹស្ដីអីខ្ពង់ខ្ពស់ណាគេនិយាយមកសិតតែទ្រឹស្ដីទាំងអស់អានោះគេហៅលោកគ្រូហើយណាគេហៅលោកគ្រូហើយតែខ្ញុំបានតែអនុវត្តទេណាហើយអនុវត្តទ្រឹស្ដីខ្ញុំបានតិចទេខ្ញុំនិយាយអត់សូវដឹងរឿងទេអារឿងទ្រឹស្ដីនោះហើយជាក់ស្ដែងអនុវត្តជាក់ស្ដែងខ្ញុំអាចមកបញ្យល់មួយធ្វើឲ្យបងប្អូនមើលអញ្ចឹងហើយនេះគឺអញ្ចឹងហើយណាអារឿងទ្រឹស្ដីខ្ញុំអត់សូវបានមែនទេចូលសាក់រឿងយើងវិញក្រៅរឿងទីណាបន្តមកទៀតអាទូចឥឡូវសរុបទាំងអស់ដល់ហើយមកនិយាយអារឿងផ្ដាប់សាកនេះម្ដងទៀតណាអាយគោមទុកក្មេងក្វាត់ដល់អាផ្អៀងផែនដីអាជីពរបស់ខ្ញុំតាកតងឲ្យអាយគោមនេះក្រៅរឿងទៀតដែរ
lâu đâu một chỗ là đạp xạ tu sạch cái hào ấy mấy cái hào adapter đạp xạ tu sạch cái hào power supply cái bốnนี่ power supply ចូលចាញ់ដូចគ្នាឃើញបងគឺវាលក្ខណៈដុំភ្លើងអានេះតែគេហៅទៅជា power supply អានេះចូលលក្ខណៈច្បងច្បល់ហើយបងប្អូនខ្លះអត់ទាន់យល់ទេលក្ខណៈធ្វើការដូចគ្នាតែអា power supply នេះវាមានគ្រឿងរបស់វានៅក្នុងមួយទៀតនេះគ្រឿងក្នុងនេះមួយទៀតម្ល៉េះគេហៅ power supply វាចូលរួមគ្នាពីរណាម្ល៉េះគេហៅ power supply rồiណាគេមកហៅ adapter ដល់នោះទេណាវាមានគ្រឿងក្នុងនេះស្រេចវាមានគ្រឿងបំបែកក្នុងនេះមួយហើយបើខ្មែរយើងថាប្រដាប់សាដុំភ្លើងសាដូចគ្នាចានេះមួយទៀតគេហៅអីប្រដាប់សាវាដូចគ្នាតែនេះប្រើគ្រឿងអានេះប្រើដុំភ្លើងមានដុំភ្លើងមួយធ្ងន់ដល់ពេលនេះគេហៅអីនេះមើលដល់គ្នាខ្ញុំព្រាបងប្អូនមើលយឺតបន្តិចគេហៅ adapter ឃើញបងភ្លើងចូលភ្លើងចេញសាកដូចគ្នា12 V 3 A មានដូចគ្នាតែគេហៅ adapter ឃើញបងដល់ពេលនេះចាប់ផ្ដើមច្បោកច្បល់ឆ្ងល់ណាគ្រប់យ៉ាងអាខ្លះហៅ adapter អាខ្លះហៅ power supply អាខ្លះហៅ switching ប្រដាប់សារអីតែលក្ខណៈធ្វើការបែបតែមួយភ្លើងចូល AC ចេញ DC ណាភ្លើងចូល DC ចេញ DC តែអានេះខុសគេភ្លើងចូល DC ចេញ AC ណាម្ល៉េះហើយគេហៅទៅជាអានេះចូលពីរយ៉ាងណាចូលភ្លើង DC ផងចូលភ្លើង AC ផងគេហៅ automatic ពេលភ្លើងដាច់វាយកភ្លើង DC មកធ្វើភ្លើង AC បើយើងដោត AC ធម្មតាក៏វាយកភ្លើង AC ធម្មតាទៅប្រើរួចអាដុំភ្លើងវាទៅជាសាអាគុយវិញរួចគេហៅ UPS បងប្អូនត្រូវយល់ណាលក្ខណៈវាមួយគឺវាខុសគ្នាច្រើនដល់មួយនេះមើលទាំងអស់គ្នាណាដល់មួយនេះមើលគេហៅអីគេបងប្អូនមើលច្បាស់ណា power inverter ខ្មែរយើងថា inverter ភ្លើង DC ឃើញបង DC 12 V to AC គឺគេសេច្បាស់ចេះ115 V 60 Hz នេះគឺលក្ខណៈរបស់វាដល់ពីចូលបែរខ្មែរយើងថាភ្លើងឆ្អិនចេញទៅជាភ្លើងឆៅគេហៅ inverter បងប្អូនត្រូវសិក្សាកន្លែងនេះយល់ទាំងអស់គ្នារួចសរុបមកនិយាយរឿង power supply និង switching អានេះបើតាមខ្ញុំយល់ខ្លួនខ្ញុំណាតាមយល់ហើយខ្ញុំសិក្សាបន្ថែមខ្លះមកបញ្យល់បងប្អូនបានយល់ power supply នេះគឺវាមិនអាចធ្វើភ្លើងបានខ្ពស់ធ្វើ volt បានខ្ពស់ដូច switching ទេ switching អាចធ្វើថាមពលគេហៅ ampere បានខ្ពស់ volt បានខ្ពស់ហើយចរន្តរបស់វាអញញ៉ៃច្រើនជាងអា switch ស្វែងជាងអា power supply ធម្មតាណាបងប្អូនត្រូវយល់អា power supply ធម្មតាវាអត់សូវច្បោកច្បល់ទេណាអត់សូវច្បោកច្បល់គេហៅដូចគ្នាអាមួយគេហៅ power supply ទៅទីអាមួយគេហៅ switching power supply គឺលក្ខណៈធ្វើការតង់ adapter ទាំងអីចង់ដូចគ្នាទាំងអស់ប្រហែលលក្ខណៈវាធ្វើការពីដំបូងមកចង់ដូចគ្នាតែគូលដៅនៃវាចេញទៅប្រើគឺចេញជា DC ណា rectify ចេញជា DC ដូចគ្នាម្ល៉េះហើយលក្ខណៈអាផ្លូវចូលនេះគឺវាខុសគ្នាមួយគេប្រើដុំភ្លើងណាដោយអានេះគេប្រើដុំភ្លើងហើយចេញមកជាភ្លើងណាគេកំណត់ក្នុងដុំភ្លើងរួមវាអត់សូវមានចរន្តគ្រឿងអេឡិចត្រូនិកមកញ៉ៃច្រើនទេនេះពួកនេះណានេះពួកនេះដូចគ្នានេះ
គឺអត់សូវមានភ្លើងវាប្រើដុំភ្លើងតម្រូវវ៉ុលដូច12វ៉ុលវារួមតម្រូវ12វ៉ុលគឺតម្រូវចេញ12វ៉ុលចូល220ណាតែអានេះវាប្រើ switching ប្រើគ្រឿងអេឡិចត្រូនិកចូល220ដូចគ្នាតែវាចេញមក12អីដូចគ្នាដល់ពេលនេះ power supply ណា power supply នេះយើងអាចសេរីភ្លើងចេញបានតាមតម្រូវការរបស់យើងណាវឹងវ៉ុលនិយាយថាវ៉ុល DC ចេញមកយើងថា DC ហ្នឹងអា DC នេះវាបានតាំងពីប្រហែលតាំងពី5វ៉ុលនេះតាំងពី5វ៉ុលដល់30វ៉ុលរួចដល់អា switching power supply នោះរបស់កុំព្យូទ័រនោះវាចេញវាចូល220ដូចគ្នាណាចូល220ដូចគ្នានេះ220ណាបងឃើញហ៎ចូល220ដល់ពេលវាចេញគ្រប់ច្រកនេះគឺនៅក្នុងដុំភ្លើងដែលគេរុំចេញខ្សែគ្រប់យ៉ាងអស់តែលក្ខណៈធ្វើការ switching ដូចគ្នាណា switching ដែរនេះរួចដល់ពេលនេះយើងយល់ហើយថាអា power supply តែទេពាក្យថា power supply ទេគឺវាមិនសូវចេញប្រើការបានដូចគេហៅ M ខ្ពស់ភាសាយើងថាបពុលបើភាសានេះគេហៅថា M ampere ខ្ពស់ដោយអា switching ទេនេះដោយអា switching ពួកនេះទេអា switching ពួកនេះគេអាចធ្វើ M ដល់50-60M 100M ក៏បានដែរនេះពួកអា switching តែពួកនេះมันអាចធ្វើបានដល់ថ្នាក់នោះតែបើធ្វើបានទើបតែយើងដាក់គ្នាសេក3 4នាក់ណាដូចគ្រឿងផ្សារបងប្អូនឃើញអាគ្រឿងផ្សារមួយសម័យមុនគេប្រើដុំភ្លើងបងប្អូនឃើញលក្ខណៈបានតែ 10M 20 30 40M 50M ដូចគ្នាទេតែបងប្អូនឃើញគេដាក់កង់ឲ្យ4ជ្រុងចង់1ម៉ែត្រ4ជ្រុងចង់កន្លះម៉ែត្រ4ជ្រុងឯណាអមប្រើដុំភ្លើងសម័យមុនតែអាប្រដាប់ផ្សារស្វីឥឡូវគេប្រើ switching បងប្អូនឃើញវាស្រាលវាទូចវារោមកទូចប្រហែលប៉ុណ្ណេះបងប្អូនប្រហែលប៉ុណ្ណេះមានឥឡូវប្រហែលប៉ុណ្ណេះក៏មានដែរហើយផ្សារបានដូចគ្នាចាញ់ M បានដូចគ្នាខ្លាំងដូចគ្នាឃើញបងប្អូនម្ល៉េះហើយ switching power supply និងអា power supply គឺវាខុសគ្នាត្រង់អាដែលយើងយកទៅប្រើការណាធម្មពល M ដែលយើងយកទៅប្រើការម្ល៉េះហើយអានេះគ្រឿងប៉ុណ្ណេះទូចប៉ុណ្ណេះបងប្អូនវាអាចធ្វើ M ដល់50-60M 100M ភ្លើងអាចដល់100អានេះភ្លើង150វ៉ុលភ្លើង250វ៉ុលភ្លើងខ្ពស់ជាងអាភ្លើងចូលក៏វាធ្វើបានតែអាពួកនេះបើយើងធ្វើឲ្យ M ធំឲ្យភ្លើងច្រើនចុះទល់ឡាយើងធ្វើអានេះកន្លះម៉ែត្រ4ជ្រុងឯណាឬក៏70-80ប៉ុនធុងបាសប្រយនិយាយទៅបាន M ថ្នាក់នោះម្ល៉េះហើយចំណុចល្អចំណុចអាក្រក់របស់វាគឺនៅត្រង់នេះឯងម្ល៉េះហើយគេមិនសូវប្រើទេណាគេមិនសូវប្រើពួកអា power supply ចេះយកមកប្រើតាម ampli ប្រើតាមកុំព្យូទ័រអីព្រោះវាខ្លួនវាធំធ្ងន់ណាធ្ងន់គឺចំណុចអាក្រក់របស់វាទៅនឹងឯងម្ល៉េះហើយគេអត់សូវនិយមប្រើទេណាគេនិយមប្រើគឺគេយកមកធ្វើយ៉ាងបងនេះណាគេយកមកធ្វើតេស្តទៅអីណាព្រោះអីវាធន់ណាវាធន់បានយូរវាធន់យើងប្រើខុសឆ្គងអីតែទួចគឺអត់មានបញ្ហាទេវាអត់ងាយខូចទេនិយាយភាសាងាយយល់តែពួក switching នេះណាបើយើងបង្កើតចរន្តវាអត់ត្រូវមានចរន្តការពារចរន្តអីមកថែមមកបន្ថែមបន្ថយទេតាខ្សែនេះឆក់នេះដូចអាខ្សែនេះឆក់គ្នានេះអាខ្សែចេញក្រៅនេះឆក់គ្នាខូចrồiពួកនេះខូចrồiនេះគឺចំណុចរបស់វាគឺចែកបងប្អូនគឺវាខូចប្រើគ្រឿងអេឡិចត្រូនិកម្ល៉េះហើយគេបង្កើតចរន្តពួកនេះវាមានអាចរន្តកុងត្រូលចរន្តអីថែមថយមកទៀតវាអាចធន់ដល់នេះបានដែរណាតែវាចោះដើមទុនច្រើនចោះលុយច្រើនតែឲ្យធន់ដោយអាដុំភ្លើងអា power supply គឺអត់សបានទេតែភាគច្រើនគឺយកមកប្រើវាទូចវាស្រាលគ្រឿងអេឡិចត្រូនិកវាបានចេញភ្លើងទៅរកការស្រាច់យើងទៅរកការភ្លើងស្រាច់យើងរុំដុំនេះចេញប្រមាណវ៉ុលគឺវាអាចចេញបានតាមរកការមាន3វ៉ុល4វ៉ុល5វ៉ុលប្រមាណវ៉ុលគឺស្រាច់យើងចេញ
ណាស្រឡាញ់យើងរុំតរោចេញម្ល៉េះហើយគេនិយមប្រើអានេះជាងស្រាលហើយវាបានគេហៅអាធម្មពលខ្ពស់គុណភាពធម្មពលវាខ្ពស់តែបើនិយាយរឿងធន់គឺអានេះធន់ជាងតែអានេះវាមិនអាចធ្វើ M បានខ្ពស់ power supply វាមិនអាចធ្វើ M បានខ្ពស់ធ្វើ volt បានខ្ពស់អីដូចអា switching ទេម្ល៉េះហើយអា switching គឺគេចេញចរន្តចេញប្លង់វាបែបអញញ៉ៃជានេះអានេះចេញប្លង់វាស្រួលចេញប្លង់ថាធម្មតាក៏ប្រើការបានណាអត់មានអីអញញ៉ៃដូចអានេះទេអានេះគឺច្បូកច្បល់ណាបើនេះចេញប្លង់អត់ត្រូវផងប្រើតែបន្តិចគឺខូចណាប្រើបន្តិចមានបញ្ហាប្រើបន្តិចមានបញ្ហាណាម្ល៉េះហើយស្រេចយើងប្រើបើយើងតម្រូវការយកទៅប្រើភ្លើងច្រើនផ្លូវច្រើនច្រកភាគច្រើនគេប្រើអា switching នេះហើយវាស្រួលវាអត់ញ៉ៃតែវាខូចវាមិនធន់អីគេអាចជួសជុលបានណាតែអានេះបើយើងចង់បានភ្លើងច្រើនចេញច្រើនខ្សែញ៉ៃចុះផងក៏ពិបាកដូចគ្នាបងត្រូវប្រើដុំភ្លើងធំហើយរុំចេញមកញ៉ៃធ្ងន់ណាត្រូវប្រើអារូបរាងធំហើយដូច ampli អីឃើញបងយើងយកអានេះស្ដាក់មួយចង់ស្មើនឹងគ្រឿងក្នុងនេះ ampli បាទហ្នឹងណាម្ល៉េះហើយគេអត់សូវប្រើទេគេប្រើដុំភ្លើងធម្មតាទៅណាដល់ដុំភ្លើង rectify ធម្មតាតែគេអត់បានប្រើ power supply ទេណាអាដុំភ្លើងដល់ពេលយើងចេញទៅដុំភ្លើងនៅក្នុងនោះដល់ពេលយើងប្រើចេញទៅក៏ប្រហាក់ប្រហែលណា power supply ទេណាប្រហាក់ប្រហែលគ្នា rectify ទៅចេញភ្លើង DC ដូចគ្នាម្ល៉េះគេមកហៅគេខ្មែរយើងគេហៅស្អីគេហៅដុំភ្លើងនិង switching ណា ampli ដុំភ្លើង ampli switching ម្ល៉េះហើយសរុបចុងក្រោយបងប្អូនយល់ណាបងប្អូនយល់ទាំងអស់គ្រឿងបាក់ទុយនេះគេហៅ adapter បន្ទាប់មកគេហៅ power supply មកបន្តមកទៀតគេហៅ switching power supply ណាអានេះគឺមកនិយាយត្រុសណាភាសាស្រុកស្រែដែលខ្ញុំឲ្យបងប្អូនងាយយល់ណាឲ្យបងប្អូនងាយយល់ថាតើមួយណាគេហៅpower supply មួយណាគេហៅ switching ណាឲ្យបងប្អូនមកយល់ហ្នឹងគឺយល់ប៉ុណ្្នឹងឯងណារូបរាង switching គឺនិយាយសរុបអងងាយយល់ចុងក្រោយឲ្យបងប្អូនងាយយល់ switching វាអាចធ្វើភ្លើងបានខ្ពស់ធ្វើ M បានខ្ពស់ស្រាលទូចណារូបរាងវាស្រាលវាទូចតែការចេញប្លង់ចេញនេះវាពិបាកចេញវាញ៉ៃវាច្បូកច្បល់ច្រើនណាយើងចេញមិនត្រូវគឺវាអត់ធន់ណាវាអត់ធន់វាអត់ប្រើបានយូរអាយុវាខ្លីងាយយល់តែអា power supply នេះវាប្រើដុំភ្លើងណាវាប្រើដុំភ្លើងវាធន់ណាចំណុចអាក្រក់របស់វាគឺវាធ្ងន់បើយើងចង់បានអយវ៉ុលខ្ពស់ M ខ្ពស់ដូច switching ត្រូវប្រើខ្លួនវាធំដល់ប្រើខ្លួនវាធំយើងយកទៅដាក់ប្រើការវាអត់កើតដល់វាធំជ្រុលម្ល៉េះហើយវាធន់មែនតែខ្លួនវាធំវាធន់មែនតែខ្លួនវាធំម្ល៉េះគេមិននិយមយកទៅប្រើតាមដូច ampli ដូចគ្រឿងអីផ្សេងដូចកុំព្យូទ័រឬអីគេអត់សូវនិយមប្រើទេម្ល៉េះគេប្រើពួកអា switching power supply វិញណាបងប្អូនត្រូវយល់តែដោយអាផ្ដាប់សាកយើងធម្មតាទូចចេះអ្នកខ្លះបានទិនយល់ទេគឺលក្ខណៈធ្វើការដូចតែ switching ដូចតែអីដូចតែគ្នាតែគេហៅ adapter ណាខ្ញុំភ្លេចប្រាប់បងប្អូនមួយទៀតនេះអាផ្ដាប់កុំព្យូទ័រផ្ដាប់សាកកុំព្យូទ័រប្រាប់ពួកប្រើអេក្រង់អីនេះភ្លេចបងប្អូនមើលគេហៅស្អីគេបងប្អូនមើលទាំងអស់គ្នាណាក៏គេហៅ adapter ដូចគ្នាតែបងប្អូននេះព្រោះអីវាវល់ទៀប M ទៅទៀបវាមិនគេមិនហៅ power supply ទេណាគេបានហៅ power supply គេហៅ adapter ទេបងប្អូនឡោះហើយคลิปវីដេអូនេះក៏វាយើងបងប្អូនណាដែលថាមានចម្ងល់អីណាបងប្អូនថាមានចម្ងល់បងប្អូនណាដែលមានចំណេះដឹងខ្ពស់ជាងខ្ញុំអីអាចជួយបន្ថែមដោយคลิปមុនណាបងប្អូនដែលមានចំណេះដឹងខ្ពស់អីរៀនចប់ខ្ពស់អីចប់ខាងផ្នែកអេលិចត្រូនិកអីខ្ពស់អីបងប្អូនអាចមកជួយ comment បន្ថែមឲ្យបងប្អូនយើងបានយល់ទាំងអស់គ្នាមួយណាដែលគេហៅថា
power supply ผิดประกอบอมวยนาเดต้าฮาวท่า adapter นะเมียนมูลเหตุยังไม่ได้กี่ฮาว adapter มูลเหตุนะครับยังไม่ได้กี่ฮาวท่าpower supply เมียนมูลเหตุไม่ได้กี่ฮาวท่า switching นะให้บางคนคอมเมนต์โมใบบุญอย่างนี้ช่วยยอมให้คลิปนี้ก็ส่งไปจบเลยส่งจะเรียบเรียบบางคนต่อเนี่ย